សារមួយដែលបងចង់ចែកទៅដល់គេហៅថាស្ត្រីឬក៏នារីដែលគាត់ចាប់អារម្មណ៍ចង់ថា set up business ឬក៏បង្កើត start up អីហ្នឹងណាចំណុចទី1ដែលសំខាន់ហ្នឹងគឺចង់ឲ្យគាត់ keep gender role aside ជាពិសេស traditional gender role យើង build គេហៅភាពក្លាហានចាហើយយើង build confidence តាមរយៈអីsometimes you fake it till you make it you know បង្កើតភាពក្លាហានយើងដាក់ចិត្តមុតថាយើងចង់ធ្វើយើងធ្វើបានចាហើយយើងមានឧបសគ្គយើងស្វែងរកជំនួយ there's nothing wrong with asking for help សម្រាប់បងរៀនថ្នាក់អនុបណ្ឌិតមែនប៉ុន្តែពេលមក run business គឺត្រឡប់មកចំណុច0ចាគឺគេហៅ take baby steps ចឹងរៀនតាំងពីរៀនធ្វើ quotation រៀនតាំងពីធ្វើ invoice គឺថារៀនចឹងថាការងាររបស់ accountant ណាក៏បងយកមករៀនដែរមិនមែនថាបងចង់ធ្វើ accountant ទេប៉ុន្តែបងត្រូវដឹងបងត្រូវយល់ថាការងារហ្នឹងវាចេញជាយ៉ាងម៉េចសួស្តីខ្ញុំ B welcome to Black Durian សួស្តីនាងខ្ញុំឈ្មោះកៅគុនីឡាមកពី Mekhala Radiant Communicationsជំរាបសួរក៏សូមស្វាគមន៍មកកាន់កម្មវិធី Machu Talk ដែលជាកម្មវិធីជជែកចែករំលែកបទពិសោធន៍ឬក៏កន្លឹះដោះស្រាយបញ្ហាសំខាន់ៗរបស់ភ្ញៀវកិត្តិយសរបស់យើងដែលគាត់ដោះស្រាយបញ្ហាឲ្យបានសម្រេចគោលដៅរបស់គាត់អញ្ចឹងណាហើយនៅក្នុងសប្តាហ៍នេះផងដែរយើងនឹងមកជជែកគ្នាតាក់ទងជាមួយនឹងស្ត្រីក្នុងភាពជាអ្នកដឹកនាំដែលមានការជើញចូលរួមពីបងស្រីកៅគុនីឡាតោះទៅជួបគាត់ទាំងអស់គ្នាជំរាបសួរបងចាជំរាបសួរសុខសប្បាយបងសុខសប្បាយចាអូនចាខ្ញុំសុខសប្បាយគ្នាបងពិតមានអារម្មណ៍ថាសប្បាយមែនតើបានមកជួបបងថ្ងៃហ្នឹងហើយក៏រីករាយមែនតើដែលបងដល់កិត្តិយសមកចូលរួមនៅក្នុងកម្មវិធីរបស់យើងហើយ Welcome to Black Durian បងចាអរគុណច្រើនដែលបានជួយបងចូលរួមថ្ងៃនេះចាបងមានអារម្មណ៍មិនដែរបងថ្ងៃហ្នឹងចាសប្បាយចិត្តដែលបានជួបបងប្អូនហើយជជែកគ្នាពីរឿងប្រធានបទថ្មីហើយក៏ដូចជាប្រធានបទដែលបងធ្លាប់ដែលថាឆ្លងកាត់កន្លងមកដែរចាអូខេខ្ញុំសប្បាយចិត្តមែនតើថ្ងៃហ្នឹងមកស្ដាប់បងចែករំលែករឿងស្ត្រីហើយស្ដាប់ប្រវត្តិបងមួយចំនួនមកឃើញថាពិតជា inspire មែនតើតែមុនចូលទៅដល់ប្រធានបទរបស់យើងចង់របៀបមានស៊ូឲ្យយើងមានភាពស្និទ្ធស្នាលគ្នាដោយសារលើកទី1ជួបគ្នាអញ្ចឹងណាបងចាអូខេ Are you ready បង Yes I am ready អូខេបងដោយសារកម្មវិធីរបស់យើងឈ្មោះ Machu Talk អញ្ចឹងចង់សួរបងថា Machu ផ្អែមបងចូលចិត្តមួយណា Machu ផ្អែមជួយទាំងពីរបានអត់ចាំបរិទ្ធតែមួយបងបរិទ្ធតែមួយផ្អែមមិនចឹងឡងមនុស្សជិះផ្អែមបងជិះផ្អែមចាបញ្ជូរញ៉ាំម្ដងម្កាលតែផ្អែមអសឹងរាល់ថ្ងៃចុះបើសិនជាឲ្យរើផ្អែមជាមួយពួកនំប៉័ងពួកក្រូសង់នំប្រាំងអីបងរើនៅតែផ្អែមនៅតែផ្អែមចាអត់ដូរបើផ្អែមមួយកាហ្វេបងបង្អែមព្រោះបងអត់ញ៉ាំកាហ្វេផងវ៉ាវអ្នកខ្លះគេថាគេសម័យលើភាគច្រើនគេនិយាយថាទៅកាហ្វេទៅញ៉ាំកាហ្វេ working កាហ្វេអញ្ចឹងតែបងអត់ទេបងធ្លាប់ញ៉ាំកាហ្វេច្រើនប៉ុន្តែមួយឆ្នាំមុនបងកាត់បន្ថយហើយមកដល់0តែម្ដងចាអូខេចុះបើទៅមហូបខ្មែរឬអឺរ៉ុបបងខ្មែរសុំខ្មែររហូតអូដូចបងធ្វើការតាក់ទងមួយ communication ចង់ថារវាង call និង text បងយកមួយនេះ call and text យ៉ាបងការងារសប្តាហ៍វិញគឺ text ច្រើនជាង call ចាតែបងគិតថាសិនជាកលៈទេសៈមួយរបៀបត្រូវ call បងគិតថាអាច smooth ទេចាបើសិនជាត្រូវ call គឺបង call បានតែគាត់ថាការងារសប្តាហ៍ហ្នឹងគឺវាទាមទារឲ្យយើង text ច្រើនសរសេរច្រើនហើយភាគច្រើនអ្នកខ្លះគាត់ចូលចិត្តជា voice មកអញ្ចឹងណាក៏មានដែរប៉ុន្តែភាគច្រើនបង prefer texting ជាអក្សរចាខ្ញុំមានថាបង flick ដែរប៉ុន្តែបើថាឲ្យរើសហ្មងគឺរើស text ច្រើនជាងចាត្រឡប់មកចូលប្រធានបទក្នុងស្ត្រីក្នុងនាមជាអ្នកដឹកនាំអញ្ចឹងចង់ត្រឡប់ទៅដំបូងអាជីពដំបូងហ្មងដែលបងធ្វើពេលដែលបងរៀនចប់អីហើយបង start អាជីពអីគេដែរបងចាកាលពេលនោះបងរៀនចប់នៅសាកលវិទ្យាល័យភ្នំពេញខាងផ្នែកសារព័ត៌មានហ្នឹងតាមពិតឆ្នាំទី1ទី2ហ្នឹងបងចូលធ្វើការរួចហើយបងរៀនផងបងធ្វើការផងហើយពេលហ្នឹងបងជាអ្នកកសែតក្នុងពេលអាយុ17ឆ្នាំបងធ្វើការឲ្យកសែតអន្តរជាតិមួយឈ្មោះថា Azong From Press នៅ100ប្រទេសជាងហើយគាត់មានទីតាំងនៅភ្នំពេញផងដែរចាការដែលបងធ្វើការជាអ្នកកសែតរៀនផងធ្វើការផងបងជួបផលលំបាកអីខ្លះបងចាកាលពេលហ្នឹងយើងនៅក្មេងប៉ុន្តែយើងមានគេហៅថា determination ការបដិញ្ញាចិត្តខ្ពស់ណាជឿថាចង់រៀនហើយចង់បានឱកាសអាហារូបករណ៍ទៅរៀននៅក្រៅប្រទេសអញ្ចឹងពេលហ្នឹងបងរៀនពីថ្ងៃច័ន្ទថ្ងៃសុក្រ
បងធ្វើការសុកសៅរ៍អាទិត្យអញ្ចឹងថ្ងៃសុកគឺថ្ងៃលំបាកជាងគេហើយរៀនផងធ្វើការផងអញ្ចឹងទៅអារម្មណ៍វាអត់មូល 100% នៅលើការសិក្សាបន្ទាប់ពេលហ្នឹងត្រូវគិតទៅដល់ការធ្វើការទៀតចាហើយការធ្វើការបងជាអ្នកកសែតបងទៅចុះទៅសន្និសីទកសែតធំជួនកាលយើងទៅMinister of Foreign Affairs រដ្ឋមន្ត្រីខាងការបរទេសហ្នឹងតែគាត់ចេញជាសន្និសីទកសែតមួយអញ្ចឹងទៅអញ្ចឹងពួកបងត្រូវទៅវត្តមាននៅទីហ្នឹងដើម្បីយកព័ត៌មានហើយព័ត៌មានហ្នឹងយកមកជាភាសាអង់គ្លេសជាភាសាអង់គ្លេសទៀតក្នុងវ័យបងអាយុ17ឆ្នាំពេលហ្នឹងគឺថារៀនសរសេរភាសាអង់គ្លេសបដាធ្វើការជាមួយនឹងជនបរទេសចឹងថាជនជាតិផ្សេងៗទៀតបដាចាអញ្ចឹងគឺសម្ពាធរៀងធ្ងន់ដែរចាប៉ុន្តែគឺជាឱកាសមួយដ៏ធំសម្រាប់បងក្នុងការរៀនប្រឡូកក្នុងវិស័យសារព័ត៌មានដូចអ្នកខ្លះអញ្ចឹងគាត់លើកពាក្យថាសារព័ត៌មានហើយមនុស្សស្រីទៅធ្វើការក្នុងសារព័ត៌មានពេលហ្នឹងមនុស្សជំនាញខ្លួនឬក៏អ្នកផ្ទះហ្នឹងគាត់មានបារម្ភអីមានថាប្រអាក់អត់ថាអត់គួរទៅឬក៏មិនទេបងចារាល់ថ្ងៃគឺឪពុកម្ដាយបងគឺគាត់ទឿនបងរហូតកុំឲ្យធ្វើការខាងផ្នែកសារព័ត៌មានសូម្បីតែមិត្តភ័ក្តិរបស់ឪពុកម្ដាយបងពូមីងអ្នកជិតខាងគាត់ឮសូរថាយើង7 10 10យើងរៀនសារព័ត៌មានហើយយើងទៅធ្វើការងារខាងផ្នែកសារព័ត៌មានទៀតអញ្ចឹងគាត់តែងតែដាស់តឿនយើងប៉ុន្តែដោយសារពេលហ្នឹងកលៈទេសៈសង្គមក៏ពិបាកដែរនិយាយថាយើងក្មេងយើងចិត្តមានះប៉ុន្តែចិត្តមានះយើងគឺយើងចំគេហៅថាយកជំនះលើឧបសគ្គហ្នឹងអញ្ចឹងយើងធ្វើតើបានចាអញ្ចឹងបងពេលហ្នឹងធ្វើរហូតដល់ដូចថា3 4 5ឆ្នាំមកបងឈប់ចាអញ្ចឹងហើយបងមិនធ្វើតែមួយកន្លែងទេបងគឺបងយកព័ត៌មានសម្រាប់គេហៅថា media publications ក្រុមហ៊ុនសារព័ត៌មានធំនៅក្រៅប្រទេសទៅនៅអាមេរិកទៅនៅអឺរ៉ុបអញ្ចឹងធ្វើឲ្យបងរៀនបានច្រើនពីខាងវិស័យខាងយកព័ត៌មានការសរសេរព័ត៌មានធ្វើឲ្យយើងមានចិត្តក្លាហានជាងមុនទៀតពេលមុនយើងជានិស្សិតប៉ុន្តែដល់ពេលយើងចេញធ្វើជាអ្នកកាសែតយើងត្រូវហ៊ានសម្ភាសតាំងពីនាយករដ្ឋមន្ត្រីគ្រប់ផ្នែកទាំងខាងឯកជនទៅខាងអង្គការអញ្ចឹងយើងស្គាល់គេបានច្រើនចា៎អញ្ចឹងបើសិនជាបងអាចនិយាយថាមាន message មួយសម្រាប់នារីស្រីដែលគាត់ចង់ធ្វើជាអ្នកសារព័ត៌មានឬក៏អ្នកកាសែតនឹងបងមាន message អីសម្រាប់គាត់ទេចាទីមួយគឺបង្កើតភាពក្លាហានចាបង្កើតភាពក្លាហានព្រោះថានរណាក៏អាចធ្វើការងារនឹងបានដែរមិនថាស្រីមិនថាប្រុសចាឲ្យតែយើងមានភាពក្លាហានយើងមានភាពមុខមាត់ហើយពេលយើងជួបឧបសគ្គយើងតែងតែរកដំណោះស្រាយការឧបសគ្គឬក៏បញ្ហារបស់យើងហ្នឹងគឺយើងអាចទៅមុខបានហើយក៏ពេលបងរៀនហ្នឹងគឺបងមានគ្រូល្អជាច្រើនលោកគ្រូមួយគាត់ឈ្មោះរិទ្ធសម្បត្តិគាត់ចែកឋានយូរហើយគាត់ជាអ្នកនាំពាក្យរបស់តឡាការខ្មែរក្រហមគាត់ក៏ជាគ្រូបង្រៀនកសែតម្នាក់ដែរហើយគាត់តែងតែនិយាយទៅគាត់ឃើញថាបងក្មេងតែបងចិត្តចង់ធ្វើអ្នកកសែតក្នុងចំណោមមិត្តភ័ក្តិការរួមថ្នាក់30នាក់ហ្នឹងមានអ្នកដទៃទៀតដែរប៉ុន្តែបងមនុស្សស្រីគឺចង់ធ្វើអ្នកកសែតតែម្ដងដោយសារលឺសូរគាត់និយាយជារឿយគាត់ធ្លាប់ជាអ្នកកសែតបន្ទាប់មកគាត់ក៏ធ្វើខ្លាយជាអ្នកនាំពាក្យប៉ុន្តែគាត់តែជួយជ្រោមជ្រែងលើកទឹកចិត្តអញ្ចឹងបងថាបងពេលហ្នឹងមានសំណាងដែលមានគ្រូល្អជួយជំរុញទឹកចិត្តដែរចាចឹងសម្រាប់អាជីពជាអ្នកសារព័ត៌មានអ្នកកាសែតហ្នឹងបងស្រឡាញ់អីជាងគេនៅក្នុងនឹងហើយរឿងរ៉ាវមួយដែលនៅក្នុងចន្លោះពេលដែលបងធ្វើជាអ្នកសារព័ត៌មានឬក៏អ្នកកាសែតហ្នឹងបងចាំរឿងហ្នឹងហ្មងឲ្យតែនឹកឃើញថាខ្ញុំចាំរឿងហ្នឹងហ្មងដកជាប់ហ្មងណាចា I think the best part of my previous career as a journalist គឺការប្រស័យតាក់ទងជាមួយនឹង sources ប្រភពរបស់យើងគ្រប់កន្លែងចាហើយមានបទពិសោធន៍មួយដែលបងនៅចាំពួកបងក៏ពេលនោះ17 ឆ្នាំបងធ្វើការជាមួយនឹងកាសែតអន្តរជាតិមួយឈ្មោះ The Baltimore Sun The Sun មកពីខាងអាមេរិកចាតែវា international នៅអឺរ៉ុបនៅអាមេរិកទៀតអញ្ចឹងអ្នកកាសែតអាមេរិកហ្នឹងគឺគាត់នាំស្ត្រីគាត់នាំបងទៅតំបន់គេហៅ Last Stronghold of the Khmer Rouge កន្លែងដែលតបខ្មែរក្រហមគាត់រត់ចេញពីកន្លែងផ្សេងៗគាត់ទៅរស់នៅហ្នឹងមានសម្លូតនិយាយទៅនៅម្ដុំបន្ទាយមានជ័យហ្នឹងមកផ្លិចឈ្មោះច្រើនដែរព្រោះទៅកន្លែងច្រើនហើយតែ2នាក់ទេស្អីតែ2នាក់ឯងគាត់ឲ្យបងពេលនោះ17 ឆ្នាំហើយបងជា guide របស់គាត់គេហៅភាសាអង់គ្លេសគេហៅថា fixer ហើយ stringer គឺគេហៅអ្នកតំណាងអ្នកកាសែតតំណាងខ្មែរគាត់បរទេសអញ្ចឹងពេលហ្នឹងគឺបងត្រៀមខ្លួនសម្ភាសគេហៅថា ex Khmer Rouge soldier មានដូចជាមេតបមានដូចកូនតបដែលគាត់ធ្លាប់នៅក្នុងគេហៅថាជាតបខ្មែរក្រហមក្នុងសម័យហ្នឹងបងទៅមួយគាត់រយៈពេល1អាទិត្យគឺធ្វើដំណើរទៅតំបន់ហ្នឹងតែ2នាក់តែយើងមាន driver យើងមានអ្នកបើកឡានឲ្យយើងដែរអញ្ចឹងវាស្ថិតនៅក្នុងអារម្មណ៍នៃការចងចាំរបស់បងរហូតជាបទពិសោធន៍មួយចាគឺពេលហ្នឹងគឺចូលទៅដល់តំបន់ដែលអ្នករកគ្នាអ្នកគេថា
អ្នកដែលយើងជួបទាំងអស់គឺសាក់តែគាត់ជាគេហៅថាខ្មែរក្រហមពីមុនទាំងអស់ចាទុកខ្មែរក្រហមពីមុនទាំងអស់តែដោយសារយើងប្រកាន់ជាប់គេហៅថាអាជីពជាអ្នកសារព័ត៌មានគឺយើងសម្ភាសពួកគាត់អ្នកខ្លះគឺគាត់មិនហ៊ាននិយាយជាមួយយើងតែអ្នកខ្លះគាត់ហ៊ានចាអញ្ចឹងធ្វើឲ្យយើងរៀនដឹងពីរឿងរ៉ាវពីប្រវត្តិរបស់ប្រទេសកម្ពុជាចាធ្វើឲ្យយើងមានភាពក្លាហានជាងមុនធ្វើឲ្យយើងដឹងកាន់តែច្បាស់អំពីសារៈសំខាន់នៃអាជីពសារព័ត៌មាននឹងឯងគឺយើងផ្ដល់ព័ត៌មានស្វែងរកព័ត៌មានដើម្បីជូនទៅដល់ប្រជាពលរដ្ឋមិនថាប្រជាពលរដ្ឋទេគឺមនុស្សទូទាំងពិភពលោកពួកពេលហ្នឹងគឺយើងធ្វើការឲ្យកាសែតអន្តរជាតិមួយអញ្ចឹងពេលហ្នឹងទិសដៅស្វែងរកព័ត៌មានហ្នឹងបន្ទាប់មកយើងធ្វើការផ្សព្វផ្សាយចាទៅខាងក្រៅពេលផលល្មាក់ពេលហ្នឹងពេលដែលបងព្យាយាមសម្ភាសគាត់ហើយពេលដែលគាត់អត់មានអ្នកខ្លះអត់ព្រមឲ្យអត់ឲ្យចម្លើយអត់ឲ្យយើងសម្ភាសហ្នឹងបងមានតិចនិចអីនិយាយដើម្បីទទួលបានព័ត៌មានឬក៏ message អីពីគាត់ទេបងចាបងអូនត្រូវដឹងថាតំបន់កន្លែងហ្នឹងគឺវា sensitive ដោយសារសុទ្ធតែគេហៅថាអតីតតបខ្មែរក្រហមនិងគ្រួសាររបស់គាត់គឺរត់ចេញពីតំបន់ផ្សេងៗទៀតហ្នឹងគឺគាត់ទៅរស់នៅហ្នឹងអញ្ចឹងគឺគាត់អត់ចង់ឲ្យគេដឹងរឿងរ៉ាវរបស់គាត់ពីគាត់មកពីណាគាត់ធ្វើអីទេអញ្ចឹងអ្វីដែលយើងអាចធ្វើបានគឺយើងទីមួយ safety first ជាពិសេសអ្នកដែលមកជាមួយបងហ្នឹងគាត់ជាជនបរទេសស្ត្រីជនបរទេសផងដែរអញ្ចឹងប៉ុន្តែយើងការស្លៀកពាក់របស់យើងគឺយើងអត់ស្លៀកពាក់ឆាតឆាយទេយើងស្លៀកពាក់ឲ្យចូលចំណោមពួកគាត់ចុះចាហើយគឺមុនដំបូងយើងដើរលក្ខណៈធម្មតាហើយការនិយាយស្ដីរបស់យើងហ្នឹងក៏ត្រូវគេហៅថាសុភាពរៀបសារផងដែរចាមុនដំបូងគឺយើងអាចនិយាយជាមួយដូចថាគ្រូសាម្នាក់ពីរនាក់អីអញ្ចឹងហើយយើងជឿថាចេះធ្វើការប្រស័យតាក់ទងជាមួយគាត់តាមបែប local ណាចាចំពោះអ្នកដទៃផ្សេងទៀតដែលគាត់អត់ឯកភាពនិយាយមួយយើងអានោះជាបញ្ហាទេយើងបន្តទៅរកអ្នកដែលគេក្លាហាននិយាយជាមួយយើងចាអញ្ចឹងវាតែងតែមានគេហៅថាអ្នក say no ហើយនិងអ្នក say yes ជារឿងទូទៅទេជាពិសេសពេលយើងជាអ្នកកសែតគឺយើងជួបនឹងគឺរហូតហើយចាអត់ដែរជប់ទេចាតែបងដូចមុនហ្នឹងបងនិយាយថាយើងធ្វើការក្នុងជាកសែតយើងត្រូវផ្សព្វផ្សាយមានវិជ្ជាជីវៈអញ្ចឹងណាចង់ដោយសារនេះចង់ទាញចូលបច្ចុប្បន្នហ្នឹងដោយសារតែឃើញមានសារព័ត៌មានអីច្រើនគេហៅអកម្មអីអញ្ចឹងតែតុង media literacy អញ្ចឹងបងមានកលឹះអីចែកម្លែកថាអ្នកដែលមើលព័ត៌មានដើម្បីแบบត្រូវមុននឹងជឿទុកចិត្តទៅលើព័ត៌មានណាមួយត្រូវមើលអីខ្លះអញ្ចឹងបងអាចចែកម្លែកឡើងបន្តិចណានេះបងចាសំណួរល្អមែនតើដូចខ្ញុំផ្ទាល់ខ្ញុំធ្លាប់ធ្វើការជាមួយនឹងអង្គការធំមួយនៅក្រៅប្រទេសនៅអូស្ត្រាលីដែលគាត់ធ្វើការជាមួយនឹងក្រុមហ៊ុន Meta ឬក៏ Facebook ហ្នឹងអញ្ចឹងខ្ញុំបានធ្វើការជាមួយនឹងភាគីពីរហ្នឹងដើម្បីគេហៅថាផ្ដល់នៅគេហៅ advice ហើយនឹង tips មួយចំនួនសម្រាប់អ្នកប្រើប្រាស់ Facebook ឬក៏នៅលើ social media ផ្សេងៗទៀតពេលដែលយើង spot fake news ឬក៏ព័ត៌មានមិនពិតតើយើងធ្វើមិនឬក៏មួយទៀតពេលដែលយើងអានព័ត៌មានអ្នកដទៃគេចែកមកឬក៏ព័ត៌មានចេញពីទំព័រណាមួយសំណួរដែលយើងត្រូវសួរខ្លួនយើងសិនហ្នឹងថាតើអត្ថបទហ្នឹងមានប្រភពច្បាស់លាស់ហើយតែឲ្យប្រភពហ្នឹងលើសពីប្រមាណព្រោះពេលយើងរៀននៅកសែតគេតែងតែប្រាប់យើងជារឿយៗក្នុងនាមជាអ្នកសារព័ត៌មានគេឲ្យយើងហ្នឹងធ្វើរឿងហ្នឹងមួយសរសេររឿងហ្នឹងមួយយើងត្រូវយកព័ត៌មានចេញពីប្រភពយ៉ាងហោចណាស់ឲ្យបាន3សំខាន់មានឧទាហរណ៍ចេញពីផ្ទាល់ចេញពីសាក់សីឬក៏ចេញពីដែលពាក់ព័ន្ធទៅនឹងរឿងកើតហេតុហ្នឹងឧទាហរណ៍រដ្ឋាភិបាលឬក៏ស្ថាប័នដែលជាប់ពាក់ព័ន្ធចាហើយនឹងមួយទៀតសម្លេងមួយទៀតដែលសំខាន់ហ្នឹងគឺទៅមួយខាងស្ថាប័នឯកជនឬក៏អង្គការចាហើយនឹងអាចជាគេហៅថា sources ប្រភពផ្សេងមួយឬក៏ពីរផ្សេងទៀតចាអញ្ចឹងរឿងហ្នឹងធ្វើឲ្យចឹងថាកាលដែលយើងប្រមូលព័ត៌មានពេញលេញហ្នឹងធ្វើឲ្យរឿងហ្នឹងកាន់តែមានទម្ងន់ចាបើសិនជាយើងឃើញនៅ social media សពថ្ងៃយើងឃើញថាព័ត៌មានខ្លះប្រភពចេញមកតែមនុស្សម្នាក់ចាវាខុសគ្នាខ្ញុំចង់បង្ហាញថាមិនថាវាមិនពិតទេតែវាខុសគ្នាប៉ុន្តែមុនពេលយើងដាក់ចិត្តជឿទៅលើអីមួយយើងត្រូវសួរសិនថាមកពីប្រភពណាស្ថាប័នណាអ្នកចេញអត្ថបទហ្នឹងឧទាហរណ៍សប្ងៃយើងឃើញមានស្ថាប័នកសែតជាច្រើនដូចភ្នំពេញប៉ុស្តិ៍ខ្មែរ Times ថ្មីពួកគាត់ស្អីជាស្ថាប័នដែលមានឈ្មោះត្រឹមត្រូវដែលចុះឈ្មោះត្រឹមត្រូវហើយក្រសួងព័ត៌មានទទួលស្គាល់ចាហើយថ្មីផងដែរក្រសួងព័ត៌មានគឺគាត់ចេញជាគេហៅថាកូនសភៅមួយ
និយាយពីក្រុមសូត្រធម៌របស់អ្នកកសែតហ្នឹងខ្ញុំគិតថាវាជាឱកាសល្អមួយសម្រាប់អ្នកកសែតទូទៅមិនថាខ្មែរមិនថាបរទេសទេគឺគាត់អាច access បានហើយសភៅ booklet ទូចមួយហ្នឹងគឺ accessible online បានចាអញ្ចឹងសូម្បីខ្ញុំផ្ទាល់ខ្ញុំខាងផ្នែក communications ក៏ខ្ញុំចាប់អារម្មណ៍ចង់អានដោយសារសប្តាហ៍នេះខាង communications របស់ខ្ញុំក៏ខ្ញុំធ្វើការជាមួយនឹងអ្នកកសែតដែរអញ្ចឹងជាការ exchange ជាមួយគាត់ហើយខ្ញុំក៏គ្រូបង្រៀនកសែតមួយដែរចាបង្រៀនកសែតហើយបង្រៀន communications ផងដែរអញ្ចឹងត្រូវការ update ព័ត៌មានថ្មីៗរហូតហ្នឹងហើយសង្ឃឹមថាកន្លឹះដែលបងប្រាប់ពីវិធីមើលព័ត៌មានពិតហ្នឹងសង្ឃឹមថាទស្សនិកជនឬក៏អ្នកដែលបានទស្សនាវីដេអូហ្នឹងគាត់អាចជាចំណុចមួយដែលគិតថាមុននឹង share មុននឹងជឿទៅលើព័ត៌មានអីមួយត្រូវមើលប្រភពឲ្យច្បាស់អញ្ចឹងណាដោយសារតែបច្ចុប្បន្នខ្ញុំឃើញនៅលើបណ្ដាញសង្គមឲ្យចែករំលែកតិចដោយសារវាច្រើនអ្នកខ្លះគាត់ចូលចិត្តផុសជា status គាត់គិតថាគាត់ទៅ status ហ្នឹងជាសារព័ត៌មានមួយហើយម្នាក់ៗគាត់ថាខ្លួនគាត់អ្នកសារព័ត៌មានអាច share នេះ share នោះបីអញ្ចឹងណាហើយខ្ញុំឃើញមានរឿងខ្លះគាត់ share ទៅរឿងទូចឯងគាត់ចេញមកឡើងធំអញ្ចឹងណាហើយមានបញ្ហា drama ច្រើនអញ្ចឹងអរគុណមែនទែនបងបានចែករំលែកកន្លែងហ្នឹងមកបន្ថែមអញ្ចឹងណាចង់សួរបងតាក់ទងជាមួយនឹង digital ដូចបច្ចុប្បន្នហ្នឹងការអភិវឌ្ឍអីបានវិស័យ digital ហ្នឹងគឺឃើញច្រើនតើបងយល់យ៉ាងណាដែរចំពោះការអភិវឌ្ឍ digital នៅក្នុងសម័យបច្ចុប្បន្ននៅក្នុងកម្ពុជាយើងបងចាបងគិតថាខាងវិស័យ digital នៅប្រទេសកម្ពុជាយើងឧតែងមានសន្ទុះទៅមុខហើយចាហើយឃើញថាឥឡូវនេះមានចំណាប់អារម្មណ៍យ៉ាងខ្លាំងទៅលើ AI artificial intelligence ហើយនឹងឧបករណ៍គេហៅថា digital tool ផ្សេងទៀតចឹងណាហើយសង្ឃឹមថាយុវជនយុវនារីខ្មែរយើងគាត់ចាប់យកឱកាសនេះក្នុងការរៀន tool ថ្មីព្រោះមាន tool ថ្មីជាច្រើនដែលសូម្បីតែបងផ្ទាល់នោះមិនទាន់រៀនអស់ហើយកំពុងចាប់ដើមរៀនតិចម្ដងសូម្បី ChatGPT វា update គេហៅថា version រាល់ពេលរហូតអញ្ចឹងឬក៏ Gemini ឬក៏អីហ្នឹងគឺយើងរៀនបណ្ដាស្វែងយល់បណ្ដាហើយយកអ្វីដែលយើងរៀនហ្នឹងយកមក apply លើការងារបណ្ដាអញ្ចឹងធ្វើឲ្យ skill របស់យើងកាន់តែគេហៅថាល្អជាងមុនទៅទៀតដូចបងមានអាជីវកម្មក្នុងនាមជាសហគ្រិនអញ្ចឹងដូចវិស័យ digital ដូចការអភិវឌ្ឍ digital នោះជួយអីខ្លះឬក៏មានសារៈសំខាន់ខ្លះនៅក្នុងការធ្វើអាជីវកម្មរបស់បងដែរចាអាជីវកម្មរបស់បងនោះគឺខាងផ្នែក communications ទំនាក់ទំនងទូទៅរៀបចំកម្មវិធីចារៀបចំជាអត្ថបទការថតជាវីដេអូមានខ្លឹមសារផ្សេងហើយក៏ដូចជាការថាការបង្កើត strategy ទៅលើគេហៅយុទ្ធសាស្ត្រទីផ្សារឬក៏យុទ្ធសាស្ត្រ communication ទូទៅណាចាពួកយើងធ្វើការងារបែបហ្នឹងហើយសន្ទុះនៃការអភិវឌ្ឍកម្មផ្នែក digital ធ្វើឲ្យការងាររបស់យើងហ្នឹងកាន់តែគេហៅថាមានភាពងាយស្រួលជាងមុនចាឧទាហរណ៍ពេលដែលយើងធ្វើ research ធ្វើការស្រាវជ្រាវលើប្រធានបទអីមួយអញ្ចឹងពីមុនយើងចំណាយពេលច្រើនដើម្បីប្រមូលយកឯកសាររាប់រយយើងអានចំណាយពេលច្រើនអានចាមកហើយមួយអាទិត្យពីរអាទិត្យប៉ុន្តែឥឡូវដោយសារមាន tool ដូចជា ChatGPT ឬក៏ Gemini ឬក៏ tool អីផ្សេងទៀតហ្នឹងធ្វើឲ្យ research របស់យើងហ្នឹងរយៈពេលកាន់តែខ្លីហើយយើងប្រមូលព័ត៌មានបានច្រើនជាងមុនចា AI tool ផ្សេងទៀតហ្នឹងគឺជួយយើងក្នុងការធ្វើការ basic research បានល្អជាងមុនប៉ុន្តែយើងត្រូវតែ go through the same kind of process នៅតែធ្វើការចំណាយពេលដដែលប៉ុន្តែគាត់ថាពេលយើងតិចជាងមុនចាyou still need to put in work យើងត្រូវតែធ្វើការបន្តទៀតចាគឺថា digital ជួយបានច្រើនធ្វើយើងចំណេញពេលវេលាជាងមុនហើយទទួលបានព័ត៌មានច្រើន data អីផ្សេងច្រើនជាងមុនចង់ដូចមុនហ្នឹងបងនិយាយថាបងនៅក្នុងសារព័ត៌មានបន្ទាប់ពីសារព័ត៌មានមកចូលក្នុងអាជីវកម្មអញ្ចឹងនឹងថាចន្លោះហ្នឹងបងមានចំណុចណាមួយចន្លោះពេលណាមួយដែលបងសម្រេចចិត្តថាខ្ញុំបដូរមកជាអាជីវម្ចាស់អាជីវកម្មឬក៏សហគ្រិនបងមានចំណុចណាចន្លោះពេលណាដែលបងគិតថាខ្ញុំគួរបដូរអាជីពចាដោយសារពេលហ្នឹងបងទៅរៀនចប់នៅប្រទេសសិង្ហបុរីខាងផ្នែក public policy គោលការណ៍សាធារណៈហើយបងចំណាយពេល2ឆ្នាំនៅប្រទេសសិង្ហបុរីហើយឃើញថាសន្ទុះនៃការអភិវឌ្ឍប្រទេសគឺខ្លាំងគឺដោយសារទីមួយប្រជាជនរបស់គាត់ហ្នឹងគឺម្នាក់គឺសិតតែចង់រកស៊ីគេហៅថាបើយើងនិយាយភាសាខ្មែរទូទៅណាប៉ុន្តែបើថាភាសាអង់គ្លេសគេហៅថា setting up business នឹងឯងចាឬក៏ doing startups អញ្ចឹងជាដើមអញ្ចឹងពេលហ្នឹងពេលដែលបងត្រឡប់មកខ្មែរវិញក៏គិតថាពេលហ្នឹងគឺចង់បង្កើតអីមួយដែលជារបស់ខ្លួនឯងចាអញ្ចឹងហើយក៏ចំណាយពេល2ឆ្នាំក្នុងការគេហៅថា testing the ground ណាចា test ធ្វើការជាមួយក្រុមហ៊ុននេះជាមួយក្រុមហ៊ុននោះចាពេលហ្នឹងហើយពេល2ឆ្នាំត្រឡប់មកវិញហ្នឹងក៏ចាប់ផ្ដើមបង្កើតក្រុមហ៊ុនខ្លួនឯងមួយឈ្មោះថា Mekala Radiant Communications ហ្នឹងឯងចាពេលធ្វើដំបូង start ធ្វើនឹងដំបូងបងជួបបញ្ហាអីអូច្រើនមែនតើចានិយាយទៅពេលយើងបង្កើតក្រុមហ៊ុនហើយយើងចុះឈ្មោះក្រុមហ៊ុនយើងទៀតអញ្ចឹងយើងត្រូវរៀនចេះតាំងពី A to Z យើងត្រូវ understand យើងត្រូវយល់ដែរមិនមែនថាយើងនឹងធ្វើ100ចំពោះគេអត់ទេប៉ុន្តែយើងត្រូវយល់ពីការនឹងដែរយើងត្រូវយល់ពី process ហើយនិង structure របស់វាចាឧទាហរណ៍ពេលដែល
យើងផ្ដល់សេវាកម្មទៅឲ្យអតិថិជនណាមួយគេមានចាប់ផ្ដើមតាំងពីថាផ្ដល់ជា scope ទៅឲ្យអតិថិជននឹងផ្ដល់ជា quotation ការធ្វើ invoice ការធ្វើការ file papers ទៅខាងផ្នែកតាក់ខាងអីចឹងអញ្ចឹងយើងត្រូវរៀនដឹងប៉ុន្តែនៅពេលដែលយើងចាប់ផ្ដើមធ្វើមែនទែនយើងនឹងមានគ្នាផ្សេងៗទៀតចូលធ្វើហើយប៉ុន្តែ of course ពេលដែលបងចាប់ផ្ដើមក្រុមហ៊ុនមុនដំបូងហ្នឹងគឺមានគ្នាតែ2នាក់ទេបងហើយនឹងគេហៅថា co-founder របស់បងយើងមាន laptop តែ2ឯងហើយ budget របស់យើងពេលហ្នឹងយើងមានត្រឹមតែ 1k $1,000 ហើយយើងចាប់ផ្ដើមពីគេហៅថាអាចថាពីចំនួនតិចបំផុតមកដល់សប្តាហ៍នេះពេលយើងកលេចមើលទៅអតីតកាលវិញយើងឃើញថាយើងបានដើរឆ្ងាយមែនទែនចារយៈពេល5ឆ្នាំនេះគឺធ្វើឲ្យយើងរៀនដឹងបានច្រើនថាអំពីគេហៅថា business មួយនេះចាខ្ញុំជឿថាបើយើង run business អីផ្សេងវាលំហូរវាមិនខុសគ្នាទេចានៃការ set up ព្រោះproduct នៅទីផ្សារវាមានតែពីរមាន services ហើយនិង actual products ចាសេវាកម្មហើយនឹងផលិតផលដែលយើងឃើញនៅផ្នែកសេវាកម្មយើងអត់ទាន់មើលឃើញនៅផ្នែកវាជាសេវាកម្មយើងត្រូវទៅចំណាយពេលវេលានឹងគិតទៅឲ្យ client របស់យើងចាប៉ុន្តែវានៅតែស្តីគ្នាអញ្ចឹងចាបងអាចចែកម្លេចបាននេះហើយបានដាក់ឈ្មោះមេខាឡាបងចាសំណួរល្អមែនទែនដោយសារបងកើតធំដល់ក្តីឡើងនៅប្រទេសខ្មែរចាឬក៏ប្រទេសកម្ពុជាហើយពីក្មេងតែងតែឮរឿងជាច្រើនជាពិសេសរឿងតាក់ទងទៅនឹងគេហៅថាគេហៅ folklore រឿងព្រេងនិទានរឿងអីចឹងហើយពីច្រើនមិនសូវមានគេហៅថាតួនារីដែលគេហៅថាជា hero ឬក៏ heroines តែពីច្រើនសើលើតែបរោះ right អញ្ចឹងហើយមានរឿងមួយដែលដិតជាប់នៅក្នុងចិត្តបងហ្នឹងគឺ Moni Mekala ហ្នឹងឯងចាដែលគាត់ជា goddess of rain and lightningហើយand she stands up for righteousness you know គាត់គេហៅថាក្រោកឈរការពារភាពត្រឹមត្រូវចាអញ្ចឹងពេលដែលបងបង្កើតក្រុមហ៊ុនមួយគឺបងចង់បង្ហាញថាវាជាក្រុមហ៊ុនដែលបង្កើតនៅប្រទេសកម្ពុជាប៉ុន្តែវាមាន impact regionally ចាអញ្ចឹងពេលហ្នឹងក៏ស្វែងចិត្តដាក់ឈ្មោះថា Mekala radiant គឺសំដៅទៅលើពន្លឺចាំងចាយរបស់គាត់ហ្នឹងគឺ crystal ball ហ្នឹងអញ្ចឹងហើយបានដាក់ឈ្មោះថា Mekala Radiant Communications មកនិយាយពីចក្ខុវិស័យតើមេខាឡាមានចក្ខុវិស័យបែបនេះចាយល់ទៅយើងពេលដែលយើងចាប់ដើមក្រុមហ៊ុននេះគោលបំណងរបស់យើងទូតូចទេយើងអត់មានមហិច្ឆតាធំពេកទេតូចហ្នឹងគឺចង់បង្ហាញថាយើងតូចប៉ុន្តែយើងអាចបង្កើត impact យល់ទៅដូចគេហៅ ripple effect ដូចយើងឃើញទឹកមួយដំណក់នៅ it might be just a drop of water in the ocean ណាប៉ុន្តែវាមាន ripple effect ផ្សេងដែលយើងមកអត់ឃើញទេអ្នកខ្លះគាត់មើលឃើញប៉ុន្តែវាមាន effect វាមាន impact អញ្ចឹងដូចគ្នាជាមួយពួកយើងដែរទោះបីយើងតូចគ្នាយើងតិចប៉ុន្តែពេលយើងធ្វើការគឺយើងមានប្រសិទ្ធភាពចាយើងអាចបង្កើត impact ក្រុមហ៊ុនរបស់យើងមិនមែនធ្វើការនៅប្រទេសកម្ពុជាយើងធ្លាប់បម្រើការទៅឲ្យអតិថិជននៅប្រទេសជិតខាងចានៅខាងអឺរ៉ុបក៏មានផងដែរចាមាន brand ធំជាច្រើនដែលគេថា international brand ឬក៏ MNC multi national companies ក៏គេធ្វើការជាមួយយើងដែរហើយគេជ្រើសរើសយើងអញ្ចឹងធ្វើឲ្យចំនួនរបស់យើងនឹងកាន់តែខ្លាំងជាងមុនគឺថាយើងតូចមែនប៉ុន្តែយើងខ្លឹមយើងអាចធ្វើការបានចាដោយសារចំនួនជឿជាក់របស់យើងទៅលើគេហៅថា skill របស់យើងហើយនឹង ethic ក្រុមសីលធម៌របស់យើងផងដែរចាតែមកគិតបើធៀបទៅមេខាឡាមានចំណុចពិសេសអីដែលគិតថាអាហ្នឹងគឺមានតែយើងឯងចាក្រុមហ៊ុនរបស់យើងគឺគ្នារបស់យើងដូចបងបានជម្រាបមុនអញ្ចឹងយើងចំនួនតិចមែនប៉ុន្តែម្នាក់គឺសុទ្ធតែគាត់មានជំនាញរបស់គាត់ផ្សេងគ្នាទាំងអស់មួយទៀតដែលយើងផ្ដល់ទៅឲ្យអតិថិជនហើយតែជនគាត់តែងតែ back to us ហ្នឹងគឺការជឿជាក់របស់គាត់មកលើ quality of work របស់ពួកយើងចាមួយទៀតយើងមាន local insights ដោយសារ Mekala នេះគឺ set up ដោយបងហើយនឹង co-founder បងគាត់ជាជនជាតិឥណ្ឌាចាអញ្ចឹងការងាររបស់យើងវិញគឺគេហៅថាស៊ីជាមួយគ្នាចាហើយយើងមាន local insights ខ្មែរគេថា local insights ព័ត៌មានរបស់យើងពី local បានច្រើនដោយសារយើងជា local យើងរស់នៅទីនេះប៉ុន្តែយើងមានគេហៅថាមួយទៀត international knowledge ទៅក្រៅប្រទេសផងដែរទំនាក់ទំនងរបស់យើងជាមួយនឹងគេហៅថា stakeholders ភាគីផ្សេងទៀតនៅក្រៅប្រទេសក៏ពួកយើងមានដែរអញ្ចឹងវាជាគេហៅថា uniqueness របស់ពួកយើងប៉ុន្តែមិនមែនមានថាមានតែក្រុមហ៊ុន Mekala មួយទេដែលផ្ដល់សេវាកម្មនឹងអត់ទេគឺមានក្រុមហ៊ុនផ្សេងទៀតជាច្រើននៅប្រទេសកម្ពុជាដែលគាត់ផ្ដល់សេវាកម្ម
ភេទនឹងដែរតែចំពោះពួកយើងវិញអានេះបងនិយាយតែពីគេហៅថា unique selling points របស់ពួកយើងវិញគឺយើងមាន local insights but with international capacity ក្នុងការធ្វើ outreach ក្នុងការគេហៅធ្វើ campaign នៅក្រៅប្រទេសផងដែរអញ្ចឹងក៏បង្ហាញដែរថាប្រទេសកម្ពុជាយើងតូចមែនប៉ុន្តែក៏យើងមានអ្នកដែលគាត់មានសមត្ថភាពក្នុងការធ្វើការគេហៅថា professional ក្នុងវិស័យការ communication industry នឹងផងដែរចា៎ដូចបងនិយាយចឹងថាធីមបងហ៊ានទូចទេតែចង់ដឹងថាមានសមាជិកប្រមាណអ្នកដែរបងសប្តាហ៍នេះគ្នាយើងមាន6នាក់ចាដែលធ្វើការនៅក្នុងក្រុមហ៊ុនហ្នឹងយើងមានទីតាំងនៅទីក្រុងភ្នំពេញចាប៉ុន្តែក៏យើងមាន team គេហៅថា consultants ប្រឹក្សារបស់យើងនឹងមាននៅគ្រប់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍នឹងផងដែរចាពីព្រោះយើងឃើញថាដើម្បីយើងបានដើរឆ្ងាយពិសេសរបស់យើងបើសិនជាយើងដើរឆ្ងាយគឺយើងត្រូវតែមានគ្នាចាជាពិសេសដើម្បីឲ្យ client របស់យើងនឹងគឺគាត់ពេលគាត់ចង់ធ្វើការនៅប្រទេសមួយណាក៏យើងមានសមត្ថភាពក្នុងការធ្វើការក្នុងប្រទេសនោះដែរចាចឹងអាចចែកម្លេចតិចថាបងមាន tool អីរបៀប connect ទាំងក្នុង communication អីផ្សេងៗដើម្បីឲ្យការងារនឹង smooth ដោយសារតែដូចបងនិយាយចឹងមាននៅក្រៅប្រទេសមាននៅក្នុងប្រទេសតាមខេត្តអីផ្សេងៗអញ្ចឹងណាបងតកតងទៅនឹងគេហៅថាពុកវិស័យ communication industry is all about managing your relationships ចា building relationships also គឺបង្កើតពង្រឹងទំនាក់ទំនងជាមួយមនុស្សដោយសារការងារនេះបងនិយាយត្រឡប់មកវិញគឺដោយសារការងារបងជាអ្នកកសែតពីមុនមកធ្វើឲ្យបងស្គាល់មនុស្សច្រើនពេលដែលបងចាប់ផ្ដើមបើកក្រុមហ៊ុននេះគឺបង leverage the existing relationships that I've had with those people ចាអញ្ចឹងប្រើ relationship ដែលយើង build ចាមួយទៀតof course មាន tool ផ្សេងៗដូចជា social media tool ក្នុងការ reach out research tool ផ្សេងៗទៀតដែលយើងអាច gather ដែលយើងអាចប្រមូល context ប្រមូលព័ត៌មានពីតំបន់ផ្សេងៗទៀតមកយើងអាច reach out ទៅមនុស្សដោយសារឥឡូវគេហៅថា popularity of social media ឬក៏ tool ផ្សេងគឺយើងអាច reach out ទៅយើងអាចប្រើ tool ហ្នឹងដើម្បី reach out ទៅអ្នកដទៃដើម្បីស្គាល់ផងដែរហើយក៏មាន tool ផ្សេងៗទៀតនៅក្នុងវិស័យ communications របស់បងហ្នឹងដែលគេប្រើសប្តាហ៍ថ្ងៃហ្នឹងក្នុងការ reach out ទៅអ្នកកសែតទៅបុគ្គលផ្សេងៗទៀតអញ្ចឹងណាប្រទេសដូច Malaysia Singapore អីហ្នឹងគឺគាត់មាន tools របស់គាត់នៅខ្មែរយើងក៏ឃើញថាគេមាន tool មួយឬក៏ពីរក្នុងការ reach out ទៅ content creators ផងដែរអញ្ចឹងអត់អីទេគឺ technology ឥឡូវហ្នឹងគឺមានសន្ទុះខ្លាំងទំនើបអញ្ចឹងមាន tool ទាំងអស់ហ្នឹងតែគាត់ថា tool មួយចំនួនយើងត្រូវការចំណាយលុយ tool មួយចំនួនទៀតវា free of charge អញ្ចឹងយើងត្រូវការលេខលោកមកដែរថាតើយើងមាន budget ក្នុងការប្រើ tools ហ្នឹងអត់ចា៎ចាដល់ចំណុចហ្នឹងខ្ញុំចង់ចែករំលែកតិចតាក់ទងមួយ Black Durian យើងក៏មាន tool ដែល connect ចឹងដែរចឹងណាចឹងអាចមើលបន្ថែមតាក់ទងជាមួយនឹង Black Durian បានការងារច្រើនពិបាកគ្រប់គ្រង system មែនអត់មិនថាលោកអ្នកកំពុងដំណើរការអាជីវកម្មខ្នាតតូចឬខ្នាតធំ Black Durian ផ្ដល់ជូនសេវាកម្មដូចជាបង្កើតកម្មវិធីទូរស័ព្ទដៃតម្រូវតាមតម្រូវការអាជីវកម្មរបស់អ្នកបង្កើតកម្មវិធីដែលប្រើកូដឬមិនប្រើកូដប្រើប្រព័ន្ធស្វ័យប្រវត្តិ automation workflow ក្នុងការបំពេញកិច្ចការសំញាំដដែលដើម្បីសន្សំពេលវេលាជូនលោកអ្នកផ្ដោតទៅលើការងារផ្សេងៗក្នុងការពង្រីកអាជីវកម្មដោយអស់ក្តីបារម្ភសម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចតាក់ទងទៅកាន់ Facebook Black Durian ឬគេហទំព័ររបស់ Black Durian ត្រឡប់មកវិញឥឡូវចង់សួរបន្ថែមបងដូចបង start អាហ្នឹងតែ2នាក់ដំបូងអញ្ចឹងបងមានកលឹះហេតុថាមុននឹង start អាជីវកម្មឬក៏ធ្វើជាសហគ្រិនហ្នឹងតែមានកលឹះខ្លះគួរធ្វើអីខ្លះ1 2 3អីចឹងណាបងដល់ពេលដែលបងចាប់ផ្ដើមbusiness នេះឬក៏អាជីវកម្មនេះដោយសារពេលហ្នឹងយើងមាន business partner អញ្ចឹងយើងអាច bounce ideas off each other អ្វីដែលបង recommend ទៅឲ្យអ្នកដែលគាត់ចាប់អារម្មណ៍ចង់បង្កើត business មិនថាស្ត្រីឬក៏បុរសទេបើសិនជាគាត់មានឱកាសឬក៏ access ទៅនឹងគេហៅថា experts ឬក៏អ្នកដែលដើរមុនគាត់គាត់អាចសុំជួយយោបល់ពីបុគ្គលទាំងអស់ហ្នឹងអញ្ចឹងទៅមួយទៀតគាត់រៀបចំផែនការជា business plan ខ្លួនឯងមិនចាំបាច់ជាគេហៅថា business plan ល្អឥតខ្ចោះអីទេ just a piece of blank paper ហើយចាប់ផ្ដើមគូសវាសគំនិតមុនដំបូងអាសាធ្វើអញ្ចឹងចាគូសវាសគំនិតថាចង់ធ្វើអ្វីផ្ដល់សេវាកម្មអ្វីមុនដំបូងផ្ដល់តែប៉ុណ្ណេះទេតែពេលយូរទៅផ្ដល់សេវាកម្ម10ឧទាហរណ៍មុនដំបូងគាត់ថាតែផ្នែកមួយទូយទេតមកចិត្តថារីករហូតយើងរៀនតាមគេយើងមើលតាមគេចាមិនមែនថាយើងមនុស្សយើងចេះគ្រប់10អត់ទេគឺយើងរៀនពីគេទាំងអស់ចាអញ្ចឹងដូចបងហើយនឹង business partner របស់បងអញ្ចឹងគឺយើងចាប់ផ្ដើមមុនដំបូងគឺយើងមានតែ laptop របស់យើងពីមួយម្នាក់ហើយយើងរៀន research យើងរៀនមើលថានៅប្រទេសក្រៅគេធ្វើយ៉ាងម៉េចយើងមាន make calls ទៅកាន់មិត្តភ័ក្តិដែលគេមាន business ដូចយើងចឹងនៅក្រៅប្រទេសយើងអាសានិយាយជាមួយគេនេះហើយគឺជាឱកាសក្នុងការរៀនហើយរៀនអត់ចាំបាច់រៀននៅសាលាទេ
គឺរៀនឲ្យខ្លួនយើង self study រៀនតាមអង្កេតយើងត្រូវដាក់ចិត្តដាក់ខ្លួនឲ្យទៀបចិត្តដាក់ខ្លួនឲ្យទៀបដើម្បីរៀនពីគេកាលណាដែលយើងងើយពេកក៏គេអត់អាចជួយយើងបានដែរអញ្ចឹងយើងត្រូវចិត្តដាក់កាយរបស់យើងក្នុងការរៀនណាគឺ acquire as much information as possible just take note ចេះគេហៅមានគេហៅថា me time ណា me time ហ្នឹងមិនមែន me time me time ក្នុងការ rest ត្រូវហើយមួយទៀតគឺ me time ហ្នឹងគឺសម្រាប់រៀន business people មួយចំនួនក៏គាត់ថាពេលគាត់ធ្វើការឲ្យចប់ហើយតែអត់ទេគាត់ត្រូវរៀនគាត់ត្រូវរៀនដោះខាត់ចំណេះដឹងបន្តទៅសម្រាប់បងរៀនថ្នាក់អនុបណ្ឌិតមែនប៉ុន្តែពេលមក run business គឺត្រឡប់មកចំណុច0ចាគឺគេហៅ take baby steps ចឹងរៀនតាំងពីរៀនធ្វើ quotation រៀនតាំងពីធ្វើ invoice គឺថារៀនចឹងថាការងាររបស់ accountant ណាក៏បងយកមករៀនដែរមិនមែនថាបងចង់ធ្វើ accountant ទេប៉ុន្តែបងត្រូវដឹងបងត្រូវយល់ថាការងារហ្នឹងវាចេញជាយ៉ាងម៉េចចាប៉ុន្តែមានអ្នកខ្លះគាត់ទស្សនវិស័យអ្នកខ្លះវិញគាត់ថាមិនអីទេការងារហ្នឹងគាត់ delegate បាន of course នៅពេលដែលក្រុមហ៊ុនរបស់យើងរៀងដើរស្រួលបន្តិចយើងអាច delegate ការងារ delegation សំខាន់មែនតើគឺមានន័យថាការងារ100ហ្នឹងយើងអាចធ្វើ100បានទេអញ្ចឹងយើងដឹងថាអ្នកនេះគាត់មានសមត្ថភាពបែបនេះគាត់ត្រូវធ្វើការនេះយើងសម្រាប់តែធ្វើ business development យើងគួរតែធ្វើបែបហ្នឹងចានឹង delegation គឺ will have to happen នៅពេលដែលក្រុមហ៊ុនយើងរៀងខាងរឹងដៃរឹងជើងចាចឹងមុននឹងបងថាមានការរៀបចំហើយដំបូង start មកត្រឹម scope ការងារថាផ្ដល់សេវាកម្មត្រឹមនេះប៉ុន្តែនៅក្នុងកំឡុងពេលដែលបងរៀប plan ហ្នឹងបងមានជួបបញ្ហាអីអត់ថារៀបដូចយើងដាក់សិតមក A ប៉ុន្តែវាដូច A អាចទៅ B អញ្ចឹងបងធ្លាប់ជួបបញ្ហាហ្នឹងហើយបើសិនជាជួបបងដោះស្រាយបញ្ហាហ្នឹងយ៉ាងចា adjustment style that happen adjustment ទៅលើ goal ទៅលើ mission ទៅលើ offerings របស់យើងតែ happen and you have to study as you go គឺយើងរៀនបដាយើងបន្ត operate របស់យើងបដាចាអញ្ចឹងយើងត្រូវ adjust offering របស់យើងហើយយើងមានតែមានបរាជ័យឧទាហរណ៍យើង pitch ទៅឲ្យ client 10មិនមែនថាយើងឈ្នះទាំង10ទេគឺជួនកាល10មាន1ជួនកាល100មាន1ក៏មានដែរប៉ុន្តែអ្វីដែលសំខាន់ហ្នឹងគឺយើងត្រូវ remind ខ្លួនយើងថា why you set up the company in the first place ព្រោះជួនកាល business មួយចំនួនគាត់បរាជ័យគឺគាត់បាក់ទឹកចិត្តហើយចាគឺលែងចង់បន្តហើយចាតែចំពោះពួកខ្ញុំវិញគឺយើងតែ remind ខ្លួនយើងថា why we set up ហើយមួយទៀតបើសិនយើងបន្តក្នុងការខាត់តែយើងគួរបន្តអត់ខ្ញុំគាត់ថាមិនគួរទេប៉ុន្តែបើសិនជាយើងថាពិបាកឬក៏បរាជ័យពេលហ្នឹងប៉ុន្តែយើងស្វែងរកដំណោះស្រាយដើរបន្តទៀតហើយឃើញមានគេហៅថា light at the end of the tunnel យើងគួរបន្តទៀតខ្ញុំផ្ដល់គេហៅថាប្រឹក្សាទៅឲ្យ business ជាច្រើនដែរហើយសប្តាហ៍នេះនៅបន្តផ្ដល់គេហៅថាប្រឹក្សាក៏ដូចជា course ទៅឲ្យ SME 6ដូចជាមួយក្រុមហ៊ុននៅខេត្តសៀមរាបអញ្ចឹងសម្រាប់នេះកំពុងជួយគាត់ក៏ពិភាក្សាទៅលើគេថា operation ផងដែរហើយយើងឃើញថា business គាត់តែងតែចង់ជោគជ័យមែនទេចាអញ្ចឹងដើម្បីជោគជ័យក៏យើងមើលទៅលើកត្តាជាច្រើន operation របស់គាត់cash flow របស់គាត់ marketing របស់គាត់ដល់ដំណាក់កាលណាហើយមួយទៀត training of staff តើ staff របស់គាត់មាន capacity ក្នុងការនិយាយជាមួយអតិថិជនដែរអត់ចាវាមានច្រើនអញ្ចឹងមួយទៀត unique selling point របស់ products របស់គាត់តើ product របស់គាត់ហ្នឹងគាត់អាច differentiate from other products from the sea of products ផលិតផលច្រើនផ្សេងៗទៀតនៅលើទីផ្សារហ្នឹងតើគាត់ differentiate យ៉ាងម៉េចបើយើងយក product ស្រីៗគ្នាយើងលក់នឹងជួបការលំបាកធ្ងន់តែបើសិនយើងចេះ differentiate product របស់យើងចេះថែមថយ added value ទៅលើ product ហ្នឹងអាហ្នឹងហើយគេហៅថាជាវិធីសាស្ត្រក្នុងការធ្វើឲ្យគេហៅថាជួយ business របស់យើងឲ្យជោគជ័យចា៎ដូចបងនិយាយចឹងបងខូចឲ្យគេច្រើនទៅលើ SME អីហ្នឹងបងចង់ឃើញអីគេសម្រាប់អាជីវកម្ម SME នៅកម្ពុជានៅពេលខាងមុខចាយើងឃើញថា SME វាជា society ឈាមសំខាន់ណាសម្រាប់ប្រទេសយើងដោយសារមានទិន្នន័យក៏បញ្ជាក់ផងដែរពីចំនួន SME ដែលមានវត្តមាននៅប្រទេសកម្ពុជា small medium enterprises ក្នុងនោះគឺសុទ្ធតែជា operate ដោយស្ត្រីនេះជា data ដែលគេបង្ហាញមកចាក៏មាន SME ដឹកនាំដោយបរិសុទ្ធដែរអត់ខ្វះទេច្រើនណាអ្វីដែលខ្ញុំចង់ឲ្យ SME គាត់បន្តធ្វើគឺទី1គឺគាត់ streamline process របស់គាត់ចាដូចថាកុំឲ្យគាត់ stuck ទៅលើ paperwork គឺគាត់ត្រូវរៀនអាមួយហ្នឹងណាចំណុចមួយហ្នឹងដើម្បីគាត់ get out of it
ហើយគាត់រៀនតាមយ៉ាងម៉េចឥឡូវនេះមានធនធានអនឡាញច្រើនណាព្រោះជាទូទៅ SME ដែលខ្ញុំនិយាយជាមួយគាត់និយាយបញ្ហាគឺមួយគ្រាគឺរឿង paperwork ដោយសារគាត់កន្លែងតែគាត់រវល់លើ operation ហើយមែនអ្នកខ្លះ24ម៉ោងគឺគាត់សឹងតែអត់មានពេលគេងផងចាប៉ុន្តែគាត់ត្រូវរៀនចេះ delegate ផងដែរជាចំណុចមួយទៀតទីមួយចេះរៀន streamline ទីពីរគាត់រៀន delegate ការងាររបស់គាត់តូចមែនគាត់អាចធ្វើការច្រើនគាត់អាចធ្វើការមានប្រសិទ្ធភាពជាងមុនគឺតាមរយៈចេះ streamline ការរបស់គាត់ធ្វើឲ្យ flow របស់គាត់នឹងកាន់តែ more efficient ចេះប្រើប្រាស់ tool technology មួយចំនួនក្នុងការជួយការងាររបស់គាត់ឧទាហរណ៍ប្រហែលជា2ឆ្នាំមុនខ្ញុំបង្រៀន SME 70ជាជំនួយរបស់ខាង UN គេបាននាំខ្ញុំទៅបង្រៀនហើយខ្ញុំឃើញថាសូម្បីតែ tool មួយចំនួនដូចជា Google Maps ដូចជា Google Business Profile មាន SME មួយចំនួនគឺគាត់អត់ទាន់ចេះប្រើប៉ុន្តែ tool អស់ហ្នឹងគឺ free គឺ available ចាខ្ញុំបានជួយ business មួយចំនួននៅតកែវគាត់បង្កើតទឹកត្រីគាត់បង្កើតសាប៊ូប៉ុន្តែគាត់អត់មានទីតាំងគាត់ថាខ្ញុំអត់ដឹងដែរគេអត់ដែរមកលេងខ្ញុំសោះហើយដល់ពេលអញ្ចឹងយើងធ្វើអីគាត់លោកថាអត់មានគេទៅគេហៅថាទៅ visit កន្លែងគាត់ទៅអីអញ្ចឹងស្រាប់តែពេលយើងមើលមែនទែនអូគាត់អត់មានជា Google Maps គាត់អត់មានជា Google Business Profile គាត់អត់មានវត្តមាននៅលើ social media អញ្ចឹងខ្ញុំសង្ឃឹមថាពេលដែល SME គាត់អ្នកផ្សេងដែលគាត់មានបងប្អូន running SME ឬក៏អីចឹងអាចជួយរំលឹកគាត់ទៅលើ tool simple មួយចំនួនទាំងអស់ហ្នឹងដែលគាត់អាច access for free là free of charge Google Business Profile Google Maps link social media page ដូច Facebook ឬក៏ website ឬក៏ blog ចាដែល free ជាពិសេស blog គឺ free of charge ខ្ញុំមានរឿងមួយដែលខ្ញុំចង់ចែករំលែកហ្នឹងគឺខ្ញុំ coach បងស្រីខ្ញុំផ្ទាល់ដែលគាត់ជាគេហៅថាម្ចាស់កសិដ្ឋានទុនសាយគាត់មានកសិដ្ឋានដែលគាត់ចិញ្ចឹមទុនសាយ5ក្បាលឥឡូវដល់រាប់ពាន់ក្បាលចាខ្ញុំ coach ពួកគាត់រយៈពេលតិចទេប៉ុន្តែមុនដំបូងហ្នឹងគឺ set up blog បន្ទាប់មកទៀត set up Google Maps បន្ទាប់មកទៀតខ្ញុំបង្រៀនពួកគាត់ឲ្យចេះនិយាយជាមួយនឹងអ្នកសារព័ត៌មានគឺគាត់ reach out ទៅដូចជាសារព័ត៌មានផ្សេងៗដូចទូរទស្សន៍ហើយចឹងជាដើម business របស់គាត់ឈ្មោះថា Cambo Farm Rabbit Tree ហ្នឹងត្រូវគេទទួលស្គាល់ជាកសិដ្ឋានតែមួយគត់ដែលចិញ្ចឹមទន្សាយដែលលក់ទន្សាយជាទន្សាយចិញ្ចឹមណាចាហើយគាត់ breed ខ្លួនឯងគាត់អីខ្លួនឯងអញ្ចឹងពេលដែលបងឃើញការភាពជោគជ័យជាមួយនឹងគេហៅថា case ជាមួយ family member ពេលហ្នឹងហើយដែលជំរុញឲ្យបងចង់ coach business ផ្សេងទូចផ្សេងទៀតមុនដំបូងបងគាត់នឹងចង់គេហៅថា run business ខ្លួនឯងឲ្យសាមញ្ញធម្មតាផ្ដល់សេវាកម្ម communication នេះទូទៅប៉ុន្តែនៅពេលដែលឃើញថាអូខេ it's working for an SME ទូចមួយមុនដំបូងគាត់ចិញ្ចឹម5ក្បាលរហូតដល់10 20 30ដល់យូរទៅសម្រាប់រដ្ឋមន្ត្រីក្រសួងកសិកម្មក៏ make a visit ហើយកសែតតែនឹងចង់សម្ភាសពួកគាត់ធ្វើឲ្យបងដែលគេហៅថាជា coach ហ្នឹងមានទឹកចិត្តថាអូខេបើសិនជា SME ផ្សេងនៅប្រទេសកម្ពុជាគាត់ប្រើប្រាស់ tool សាមញ្ញអញ្ចឹងគាត់ដឹងវិធីក្នុងការរកទីផ្សារធ្វើម៉េចឲ្យអតិថិជនរបស់គាត់មករកគាត់ឃើញណាកលឹះមួយហ្នឹងណានឹងជួយគាត់បានច្រើនមែនទែនចាដូចបងបរិយា SME ច្រើនអញ្ចឹងបងគិតថាសម្រាប់អ្នកដែលចង់ start រឿងអាជីវកម្មទាក់ទងជាមួយ SME អីហ្នឹងគាត់គួរ start បែបណាសម្រាប់ SME ចាតាមទស្សនៈបងផ្ទាល់ណាជួនកាលក៏វាមិនអាច represent 100% គេហៅ facts ដែរអ្នកដែលគាត់ចង់ set up ជា business តូចក្តីឬក៏ធុនក្តារក្តីអ្វីដែលគាត់ត្រៀម of course ទីមួយគឺគាត់ត្រូវមានការទុនដែរចាយ៉ាងហោចណាស់គាត់ត្រូវមានទុនក្នុងការធ្វើគេហៅថា operation បើសិនជាការងាររបស់គាត់ក្រុមហ៊ុនរបស់គាត់ឬក៏ការផលិតរបស់គាត់ហ្នឹងទាមទារទៅការជួលបុគ្គលិកគាត់ក៏ត្រូវការមានទុនសម្រាប់ hire បុគ្គលិកដែរមិនចឹងណាចាទី2ឬក៏ចំណុចបន្ទាប់មកទៀតហ្នឹងគឺគេហៅថាការចេះមើលមនុស្សពីព្រោះមុនដំបូងយើងធ្វើការតែ2នាក់ដូចទៅហៅក្រុមហ៊ុនបងចឹងតែ2នាក់តែពេលយូរទៅយើងចាប់ផ្ដើម hire young people hire Cambodians hire អ្នកធ្វើការមកធ្វើការជាមួយយើងអញ្ចឹងយើងត្រូវចេះមើលមនុស្សចេះបង្រៀនមនុស្សចាធនធានសំខាន់មែនទែនក្រុមហ៊ុនរបស់យើង is as good as the people you hire ចាមិនមានន័យថាមានតែ2នាក់ធ្វើការ2នាក់រហូតអត់ទេគឺយើងត្រូវការមនុស្សបន្ថែមក្នុងការបង្កើត productivity ដែរនៅក្នុងក្រុមហ៊ុននឹងចាបន្តមកទៀតចំណុចផ្សេងនេះគឺដូចជា paperwork គឺសំខាន់មែនទែនហើយដែលបងបានជំរាបពីដើមអញ្ចឹងសឹងតែ SME 50-60% គឺគាត់ល្អូពីរឿង paperwork ជាពិសេស
បើសិនជាគាត់ជាបើសិនជាគាត់ចោះឈ្មោះជាមួយនៅខាងខាង tax ឬក៏អីហ្នឹងគឺគាត់ត្រូវយល់ដឹងដែរពីការfiling tax អីចឹងជាដើមព្រោះជនគ្រប់រូបគឺមានកាតព្វកិច្ចក្នុងការបង់ពន្ធជូនរដ្ឋដែរចាដោយបងជា business ចឹងគឺយើងមានកាតព្វកិច្ចក្នុងការបង់ពន្ធចឹងគឺយើងត្រូវដឹងអំពីដំណាក់កាលរាល់ខែយើងត្រូវធ្វើយ៉ាងម៉េច paperwork យើងត្រូវរៀបចំឲ្យដែរប៉ុន្តែមិនមែនថាយើងអ្នកធ្វើប៉ុន្តែយើងនឹង assign someone នៅក្នុង company របស់យើងធ្វើប៉ុន្តែគឺយើងត្រូវ understand ដែរថាក្រុមហ៊ុនដើម្បីដំណើរការគឺអញ្ចឹង paperwork operations របស់យើងដែលតាក់ទងទៅនឹង skill service របស់យើងហ្នឹងការ hire មនុស្សការ manage មនុស្សការជួយឲ្យមនុស្ស grow ព្រោះពេលដែលយើង hire គេមិនមែនថាគេត្រូវ stuck មួយយើងរហូតចឹងទេគេក៏ត្រូវការ grow របស់គេដែរកាលណាដែលមនុស្ស grow ជាមួយយើងបានធ្វើឲ្យគេនឹងចង់ការបន្ត contribute មកកាន់ company របស់យើងចាអាហ្នឹងវាជាដំណើរការទូទៅរបស់ក្រុមហ៊ុនមួយច្រើនមែនតើគិតទៅយើងមានច្រើនជំហានច្រើនដំណាក់កាលប៉ុន្តែត្រូវយល់ដឹងរៀនសូត្របន្ថែមរហូតដូចបងមាន SME coach ច្រើនអញ្ចឹងនេះសួរក្នុងខ្ញុំថាគំនិតផ្ទាល់ខ្លួននេះគិតថាការកំណើតរបស់ SME ហ្នឹងអាចជួយអីខ្លះដល់សេដ្ឋកិច្ចដែរបងមាន data តនន័យបញ្ជាក់ថានៅប្រទេសកម្ពុជាយើង SME គាត់គឺជាផ្នែកសំខាន់មែនទែនក្នុងការពន្លឿនការអភិវឌ្ឍរបស់ប្រទេសយើងចានៅគ្រប់វិស័យទាំងអស់សុទ្ធតែ SME សុទ្ធតែជាក្រុមហ៊ុនខ្នាតតូចនិងធុនកណ្ដាលដែលមានវត្តមានចានេះបង្ហាញអំពីគេហៅថាការបើកចំហនៃប្រទេសយើងណាចានៅប្រទេសផ្សេងៗទៀតក្នុងការ set up business ពិបាកតែប្រទេសយើងឥឡូវយើងមានសេវាកម្មក្នុងការ set up business ងាយស្រួលមែនតើចាខាងក្រសួងពាណិជ្ជកម្មក៏ដូចជាខាង General Tax Department គឺmake it a lot easier សម្រាប់ small and medium enterprises ក្នុងការគាត់ register business ហើយនិង set up business ហើយក៏មានអ្នកខ្លះក៏សួរបងថាចុះ business ខ្នាតតូចមួយចំនួនត្រូវការចុះឈ្មោះដែរអត់of course ខាងរដ្ឋាភិបាលគឺជំរុញលើកទឹកចិត្តឲ្យខាងbusiness គ្រប់វិស័យក្នុងការចុះឈ្មោះប៉ុន្តែក៏មានករណីលើកលែងមួយចំនួនដែរអញ្ចឹងខ្ញុំសូមជំរុញឲ្យបងប្អូនដែលគាត់ទស្សនាឬក៏អ្នកស្ដាប់ហ្នឹងគឺគាត់អាចចង់ថាស្វែងយល់បន្ថែមទៀតនៃសារៈប្រយោជន៍ក្នុងការចុះឈ្មោះ business របស់គាត់ផ្ទាល់ឬក៏មួយទៀតក្នុងការ set up business ដែលអត់ចុះឈ្មោះតើមួយណាមានប្រយោជន៍ជាងសម្រាប់គាត់ពីព្រោះចំពោះខាងក្រុមហ៊ុនរបស់ពួកបងខាងសេវាកម្មគឺយើងត្រូវចុះឈ្មោះមានគេហៅថាបតង់មានវត្តអីត្រឹមត្រូវព្រោះពេលហ្នឹងគឺយើងអាចធ្វើការឲ្យក្រុមហ៊ុនធំដោយសារក្រុមហ៊ុនធំគឺគេចង់ធ្វើការជាមួយក្រុមហ៊ុនដែលចុះឈ្មោះដែរអញ្ចឹងវាធ្វើឲ្យពួកយើងហ្នឹងstand a chance to win a bid ឬក៏ពេលដែលយើង pitch ទៅគឺគេសម្លឹងមកយើងដែរចានឹងចំណុចពិសេសមកដែលបង share ថាការធ្វើអាជីវកម្មការដែលមានបតង់មានវិធីត្រឹមត្រូវហ្នឹងអានឹងក៏ជាឆានមួយសម្រាប់ការ run អាជីវកម្មរបស់យើងហ្នឹងឲ្យរីកលូតលាស់ទៅមុខទៀតអញ្ចឹងណាដូចបងបានទៅធ្វើជា coach គេនៅក្នុងកម្មវិធីអីជាច្រើនហើយទៅក្នុងនាមជាដៃគូបនមេឃលាអញ្ចឹងថាមេឃលាមានសិទ្ធិគោលដៅអីបន្តទៀតថា step បន្ទាប់ខ្ញុំត្រូវទៅចំណុចណាអីហ៎បងចានិយាយទៅ we set up a goal as we go ចាឬក៏ we set a goal as we go ដោយសារដែលបងបានជម្រាបមុនអញ្ចឹងពេលយើងចាប់ផ្ដើមគឺពួកយើងមាន determination ប៉ុន្តែ goal របស់យើងគឺយើងចង់ set up goal មួយដែលវា realistic សម្រាប់យើងដូចពេលចាប់ផ្ដើមមុនដំបូងរយៈពេល5ឆ្នាំមុនដំបូងហ្នឹងគឺយើងចង់ឲ្យក្រុមហ៊ុនរបស់យើងខ្ញុំហើយនឹង business partner ហ្នឹងឲ្យរៀនឆ្អិនពីវិស័យហ្នឹងចាអញ្ចឹងរយៈពេល5ឆ្នាំនេះគឺយើងរៀនបានច្រើនគឺយើងក៏មានគេហៅថាreputation គេឈ្មោះរបស់យើងនៅក្នុងវិស័យនឹងដែរហើយយើងក៏ happy ជាមួយនឹង result ដែលយើងមានដែរមានបរាជ័យមានជោគជ័យទន្ទឹមគ្នាចាហើយក៏មានការទទួលស្គាល់ recognition ពី partner ដូចជាខាងអង្គការក៏ជាខាង private partner ដែលគេជឿជាក់ទៅលើគេហៅថាសេវាកម្មរបស់យើងដែរ5ឆ្នាំបន្តមកទៀតដៃគូ business របស់ខ្ញុំហើយនឹងខ្ញុំផ្ទាល់គឺយើងចង់ប្រើប្រាស់បទពិសោធន៍ដែលយើងមាននឹងផ្ដល់គេហៅថាជំនួយទៅដល់ SME ចាទៅដល់ SME នៅក្នុងប្រទេសកម្ពុជាផងដែរជួយ coach បន្តចា SME ដែលមានវត្តមាននៅប្រទេសកម្ពុជានឹងពីរបៀបក្នុងការ sale ក្នុងការធ្វើក្នុងការលក់ក្នុងការធ្វើ marketing ចាហើយយើងសប្តាហ៍នេះយើងមាន workshop ច្រើនណាថ្មីទៀតនេះយើងនឹងរៀបចំ workshop មួយនៅខេត្តសៀមរាបដើម្បីជួយដល់ SME ចំនួន30រូបចានៅខែមករានេះផងដែរចាអញ្ចឹងយើងតែងតែរកឲ្យថ្មីក្នុងការបន្តជួយគេហៅថា SME តាមសមត្ថភាពដែលយើងមានចា
ហើយមួយទៀតក៏យើង collaborate ជាមួយនឹងអង្គការជាដៃគូដែរអង្គការហ្នឹងគឺគាត់ជាអ្នកប្រមូល SME ហ្នឹងមកហើយយើងជាអ្នកបង្រៀនទៅដល់ SME ហ្នឹងចា៎ គឺថាបងបរៀនបានច្រើនចែករំលែកបានច្រើនជួយគេច្រើន share កលឹះបានច្រើនអាចចែករំលែកតិចបងដូចឥឡូវហ្នឹងដូចសម័យ AI តើបងគិតថាសម័យ AI អីមកច្រើនហ្នឹងក្នុងរយៈពេល5ទៅ10ឆ្នាំហ្នឹងតើនៅអាចជួយអីខ្លះឬក៏មាន effect អីខ្លះនៅក្នុងការ coaching នៅក្នុងវិស័យ SME អីបងចាខ្ញុំគិតថា AI tool នោះមានប្រយោជន៍សម្រាប់ SME ខ្លាំងមែនទែនហើយសប្តាហ៍នេះសូម្បីតែពេលខ្ញុំ coach ទៅដល់ផ្ដល់ការបង្រៀនទៅដល់ SME ហ្នឹងក៏យើងបង្រៀនគាត់ពី AI tool គេហៅថា basic មួយចំនួនគឺមូលដ្ឋានទេអត់ដល់កម្រិតស៊ីជម្រៅផងគឺ tool សាមញ្ញដែលគាត់គេថាមានសមត្ថភាពក្នុងការរៀនណាដឹងណាអញ្ចឹងបើសិនជា SME គាត់ដូចថាចង់បន្តធ្វើការរលូនគឺគាត់អាចប្រើ AI tools មួយចំនួនចាគាត់អាចreach out មកខ្ញុំផ្ទាល់ចាយើងអាច share contact ទៅកាន់ពួកគាត់អាច reach out មកបងផ្ទាល់បងអាច share tools មួយចំនួនដែលមានប្រយោជន៍និយាយទៅនរណាក៏គាត់អាច access បានដែរហើយ free of charge ទៀតគាត់អាចប្រើនៅក្នុងការ operate business របស់គាត់ទៀតហ្នឹងហើយនេះជាចំណុចពិសេសសម្រាប់អ្នកដែលមើលវីដេអូហ្នឹងហើយចង់ដឹងអី tool អីបន្ថែមអាចតាមដានទៅលើបណ្ដាញសង្គមអត់បងកូនីឡាក៏បានដែរអញ្ចឹងណាដើម្បីបានទទួលបានព័ត៌មាននេះថ្មីបន្ថែមដូចគ្នាអញ្ចឹងណាមួយទៀតបងអ្នកខ្លះគេនិយាយថា AI មកហ្នឹងគឺជំនួសមនុស្សហើយអញ្ចឹងមកសម្រាប់បងគិតថា AI មកហ្នឹងមកធ្វើការជំនួសមនុស្សឬក៏មកជួយដែរបងចាទស្សនៈពីរផ្សេងគ្នាហ្នឹងយើងតែងតែឮជារឿយហើយវាមិនថ្មីទេគឺជាតាំងពីសម័យគេហៅ steam engine នៅអឺរ៉ុបមកដល់ឥឡូវគេហៅ AI ចា artificial intelligence គឺយើងតែងតែមានភាពភ័យខ្លាចទៅនឹងអ្វីដែលយើងអត់ស្គាល់គេហៅ fear for the unknown ណាឬក៏ fear of the unknown វាជារឿងសាមញ្ញទេប៉ុន្តែតាមតែបងអនុវត្តផ្ទាល់គឺយើងឃើញថា AI tools នេះវាជា assistant របស់យើងឯងវាជា assistant របស់ពួកយើងប៉ុន្តែក៏ជំរុញឲ្យមនុស្សមួយចំនួនដែលគាត់យ៉ាងខ្ជិលធ្វើឲ្យគាត់ស្វាហាប់ជាងមុនរៀនបានច្រើនជាងមុនណាគាត់គិតថាបើសិនជាគាត់ចង់ beat AI គាត់ត្រូវរៀនអីថ្មីច្រើនចាព្រោះមនុស្សយើងលក្ខណៈខុសពី AI គឺយើងមាន emotional intelligence យើងមាន EI ចាអញ្ចឹងបងជឿថា AI មិនអាច beat មនុស្សបានទេលុះត្រាតែយើងបដ ாய் ឲ្យគេ beat បដ ாய் ឲ្យ AI beat អញ្ចឹងមានថាយើងត្រូវរៀនពី tool ទាំងអស់ហ្នឹងដើម្បីឲ្យ tool ទាំងអស់ហ្នឹងវាជា assistant វាជួយ support ការងារយើងចាតាមដោយបងនិយាយអញ្ចឹងតាមតែបងអនុវត្តផ្ទាល់គឺ AI គឺគេ set up មកគឺដើម្បីជួយយើងក្នុងការធ្វើការឲ្យវា more efficient អញ្ចឹងបើសិនជាយើងខ្លាចឬក៏យើងភាពរអាទៅនឹង tool ទាំងអស់ហ្នឹងគឺយើងរៀនទាំងអស់ហ្នឹងទៅចាគឺអ្វីដែលថ្មីគឺយើងស្វែងយល់រៀនទៅហើយបើសិនជាវាមានប្រយោជន៍ការងារយើង apply វាមកការងារយើងមកធ្វើឲ្យយើងកាន់តែមាន skill ជាងមុនចាបងមានកលឹះអីប្រាប់គាត់ថាកុំឲ្យខ្លាចទេពិសេសសម្រាប់អ្នកដែលគាត់ចង់ start business ដែរហើយដល់ពេលឃើញមាន AI អីមកទៀតគាត់រៀងខ្លាចថាខ្ញុំគួរតែប្រឡូកអត់ព្រោះអីទីផ្សារឥឡូវមាន AI មកជាមួយទៀតខ្ញុំខ្លាចធ្វើទៅបរាជ័យអញ្ចឹងបងមានពាក្យឬក៏កលឹះអីសម្រាប់ចែករំលែកទេបងអាចផ្ដល់ជា example មួយថា specific example មួយណាដូចជាឧទាហរណ៍អ្នកខ្លះគាត់ជា copywriter អញ្ចឹងឥឡូវ copywriter យើងប្រើតែដូច ChatGPT ឬក៏ Gemini ក្នុងការគាត់ថាឲ្យ ChatGPT ឬ Gemini write like do copywriting for you ឬក៏ write speech for you they do it easily ចាអញ្ចឹងspeech writer ឬក៏ copywriter គាត់មានអារម្មណ៍ថាគាត់គេហៅថា intimidated by AI tools ចឹងណាចឹងគាត់គិតថាគាត់ខ្លាចបាត់បង់ការងារដល់ដំណាក់កាលបែបអញ្ចេះសំណួរមួយសួរវិញថាតើគាត់អាចរៀនរបៀបគេហៅថាជា design ចាជាការ copywriting ពីព្រោះបើយើងមើល AI tool ក៏វាអត់ទាន់តែខ្ចោះដែរព្រោះសូម្បីតែការសរសេរការអីមកវានៅលក្ខណៈរៀង robotic វាអត់មាន emotion នៅក្នុងហ្នឹងទេអញ្ចឹងបងនិយាយថាចង់និយាយថា human writer វានៅតែខុសពី AI writer អញ្ចឹងអ្វីដែលយើងត្រូវបន្តទៅគឺយើងដោះខាត់ skill របស់យើងជាងយើងមាន skill តែមួយ copywriting យើងត្រូវ add skill ថ្មីចូលទៅក្នុង portfolio របស់យើងដែលយើងជា script writer ឬក៏ជា copywriter ឧទាហរណ៍ចាអញ្ចឹងដោយសារបងជាគុណបុគ្គលផ្ទាល់អញ្ចឹងនេះជាអ្វីដែលបងនិយាយរឿយៗទៅកាន់កូនសិស្សផ្ទាល់គឺ add skill ថ្មីចូលទៅក្នុង CV របស់យើងរៀនអីថ្មីចាAI of course AI គឺសន្ទុះវាខ្ពស់មែនតើចាឥឡូវយើងទៅនៅក្នុងគេហៅថា AI bubble to ride the wave of the AI bubble អញ្ចឹងយើងត្រូវតែរៀនអ្វីថ្មីឲ្យបានច្រើនផងដែរគឺយើងយកពេលវេលាដែលយើងទំនេរពីការសិក្សាហ្នឹងគឺរៀនស្វែងយល់អំពី AI tools
ចាមានច្រើនមែនតើឥឡូវនេះដល់ថ្នាក់សូម្បីតែខាងវិស័យ film industry ហ្នឹងក៏ intimidated by AI tool ដែរដោយសារឥឡូវ AI អាចបង្កើតជា film ជា images ជាអត្ថបទជាអីក៏បានអញ្ចឹងណាប៉ុន្តែมันទាន់ perfect ទេអញ្ចឹងហើយបាន film makers video producer ក៏គាត់ត្រូវរៀនដឹងពី AI tool មួយចំនួនដែរជាពិសេសតាក់ទងនឹងវិស័យរបស់គាត់ចា ហ្នឹងហើយដើម្បីយើងមកអាចចាស់អីបន្ថែមតិចតួច ចា ដូចបងជាគ្រូបរិញ្ញាបត្រផងមានអាជីពធ្វើខាងជាម្ចាស់អាជីវកម្មអីផងចង់ដឹងថាបងស្រឡាញ់អីជាងគេអ្វីដែលធ្វើមកទាំងអស់ហើយអ្វីដែលគិតថាខ្លួនឯងស្រឡាញ់ជាងគេ ចាអរគុណគ្រប់ការងារទាំងអស់ហ្នឹងបងអាចនិយាយថាបងពេញចិត្តទាំងអស់ because my heart is with serving my clients គឺចង់ជួយទៅដល់ clients ចង់ជួយទៅដល់កូនសិស្សចង់ជួយទៅដល់ SMEs ចាយើងគិតថាយើងមាន skill យើងមាន experience រូបបងផ្ទាល់គឺតែងតែចង់ចែករំលែកទៅដល់អ្នកជំនាញខ្លួនយើងដើម្បីគាត់បានដឹងដែរកាលណាអ្នកជំនាញខ្លួនយើងហ្នឹងគាត់ដឹងគាត់រៀនយើងក៏ទៅមុខផងដែរចាចឹងហើយបានគេយើងឃើញប្រទេសជិតខាងរបស់យើងប្រទេសលោកខាងលិចការរសន្ទុះរបស់គាត់ខ្ពស់គឺដោយសារអ្នកដែលរៀនអ្នកដែលចែករំលែកគឺច្រើនរៀនចែករំលែកគឺច្រើនចាកាលណាយើងចែកមួយហើយយើងកាលណាkeep it to yourself អ្នកជំនាញយើងអត់ដឹងក៏អត់មានកាលណាដូចភូមិមួយអញ្ចឹងអ្នកចេះស្ទូចត្រីតែម្នាក់ក្រៅពីហ្នឹងគឺគាត់អត់មានធ្វើការអីគឺគាត់ក្រទាំងអស់សួរថាគាត់គាត់ថាគាត់ម្នាក់ឯងហ្នឹងគាត់ទៅមុខបានអត់គឺអត់ទេកាលណាគាត់បង្រៀនគេចេះស្ទូចត្រីឬក៏ចេះរកត្រីធ្វើឲ្យភូមិរបស់គាត់ហ្នឹងគេហៅ well off better off ជីវភាពល្អជាងមុនសូម្បីខ្លួនគាត់ដែលគាត់ចេះចាប់ត្រីមុនគេហ្នឹងក៏គាត់ល្អប្រសើរជាងមុនដែរគាត់ចេះ coach អ្នកជំនាញខ្លួនគាត់ចាអញ្ចឹងត្រឡប់មកយើងអាច apply មកការងារបងផ្ទាល់ផងដែរបងជឿថា if you're in the service to គេហៅថា to serve other people you're already winning at life you know គឺវាជា goal បងផ្ទាល់ហើយយើងក៏ចង់ឲ្យអ្នកដែលជំនាញខ្លួនរបស់យើងហ្នឹង better off ផងដែរចាគឺមានវិធីមួយគឺយើងចេះចែករំលែកហើយចែករំលែកអីដែលមានប្រយោជន៍ទៅដល់អ្នកជំនាញខ្លួនយើងចា ចឹងបើសិនឲ្យជ្រើសរើសតួឬក៏អាចមានថាឈ្មោះអីណែមួយដើម្បី represent ខ្លួនឯងតើបងគិតថាខ្លួនឯងគឺជាគេបើពាក្យជាភាសាអង់គ្លេសបងអាចប្រើពាក្យថា connector ចាជា connector ឬក៏មួយទៀត community builder ចាដោយសារវាជាអ្វីដែលការបង have strong feelings about បងគិតថាសង្គមរបស់យើងតាំងពីប្រវត្តិរបស់យើងតាំងពីកន្លងមក what we went through what our parents grandparents went through មកដល់ឥឡូវយើងគិតថាវាជាពេលឱកាសក្នុងការ building community building peace connecting resources connecting our people to the right resources ដើម្បីគេហៅថាធ្វើឲ្យគេហៅ development របស់យើងកាន់តែទៅមុខចា៎ហើយដើម្បីយើងឥឡូវដោយសារ ASEAN integration វាកាន់តែជិតមកដល់ចាថ្មីយើងមានសមាជិក ASEAN ទី11អញ្ចឹងមានន័យថាដើម្បីយើងរត់ទន្ទឹមជាមួយនឹងប្រទេសដែលការអភិវឌ្ឍលឿនជាងយើងក៏យើងត្រូវរត់ឲ្យលឿនដែរចាអញ្ចឹងការចែករំលែកវាមានសារៈសំខាន់មែនទែនក្នុងពេលវេលានេះចាហ្នឹងហើយដូចបងបានចែករំលែកជាច្រើនតាំងពីការខូចតាំងពីការចាក់ដើម business ជោគជ័យក្នុងនាមជាសហគ្រិនម្ចាស់អាជីវកម្មការបរិយាអាជីវកម្មអីផ្សេងដូចបងក្នុងនាមជាស្ត្រីហ្មងដែលធ្វើទៅលើរឿងហ្នឹងចឹងបងអាចមាន message អីជំរុញឲ្យស្ត្រីដែលគាត់ចង់ចាប់ business ឬក៏បងប្អូនជំនាន់ក្រោយដែលគាត់ចង់គិតថាខ្ញុំចង់ grow ខ្ញុំចង់ success ប៉ុន្តែខ្ញុំស្រីខ្ញុំនៅមានភាពភ័យខ្លាចបងអាចមានសារអីដើម្បីជាជំរុញលើកទឹកចិត្តទៅគាត់បងចាអរគុណសារមួយដែលបងចង់ចែកទៅដល់គេហៅថាស្ត្រីឬក៏នារីដែលគាត់ចាប់អារម្មណ៍ចង់ថា set up business ឬក៏បង្កើត start up អីហ្នឹងចំណុចទី1ដែលសំខាន់ហ្នឹងគឺចង់ឲ្យគាត់ keep gender role aside ជាពិសេស traditional gender role ព្រោះបើយើងកលេចមើលទៅកាន់ប្រទេសជិតខាងរបស់យើងឬក៏រូបខាងលិចអីចឹងជាដើមមិនមិត្តភ័ក្តិស្ត្រីជាច្រើនគាត់ run business នៅដូចប្រទេសឥណ្ឌូនេស៊ីឬហ្វីលីពីនណាគឺគាត់អត់ដែល let being a woman get in their way to set up a business ទេចាមានយើងឯកភាពថានៅតែមានគេហៅថា expectations រំពឹងមួយចំនួនគេហៅ social expectations on women ចឹងណាប៉ុន្តែ keep that aside អ្វីដែលយើងត្រូវសួរមកកាន់ខ្លួនយើងថាតើយើងចង់ធ្វើអត់ and how strongly you want to do it ថាតើយើងចង់ធ្វើដល់កម្រិតណាចាហើយមានស្ត្រីពីមុនបងទៀត
ដែលគាត់គេហៅថា break the barriers ឬក៏ went through barrier ហ្នឹងដើម្បីខ្លាយទៅជាគេហៅថា entrepreneur ឬក៏ business owner ហ្នឹងមុនយើងទៀតយើងរៀនពីគាត់យើងទៅសួរគាត់ចាវាជាសារដែលបងក៏ប្រាប់ខ្លួនឯងបន្តចឹងថាជារឿយៗដែរគឺ never accept the status quo មានន័យថាកុំបដ ாய் តាមវាសនាចឹងថាយើងគិតថាអូយើងកាត់មកអញ្ចេះស្ត្រីអញ្ចេះបុរសអញ្ចេះពិបាកអញ្ចេះយើងត្រូវរៀនលោតចេញពីគេហៅផ្នត់គំនិតមួយហ្នឹងណាចាព្រោះបើសិនជាយើងបដ ாய் ខ្លួនឯងនៅតែអញ្ចឹងគឺយើងនៅនឹងរហូតយើងបដ ாய் តាមវាសនារហូតចាបងអត់ដឹងថាបងត្រូវអត់ទេណាប៉ុន្តែពាក្យថា accept the status quo បងប្អូនអាច Google ពាក្យហ្នឹងទៅអូននឹងពាក្យអ្វីដែលបងសម្ដៅទៅលើអីហីចាគឺមានយុវជនជាច្រើនដែលគាត់មកគេថារក advice and tips ពីបងសូម្បីតែ business ក៏ដូចគ្នាដែរអ្វីដែលបងព្យាយាមតែប្រាប់ពួកគាត់វិញហ្នឹងគឺថាបើសិនយើងធ្វើក្នុងកលៈទេសៈហ្នឹងយើងត្រូវសួរខ្លួនយើងថាក្នុងពេលហ្នឹងយើង pull yourself back a little bit ហើយគិតថាក្នុងកលៈទេសៈពេលហ្នឹងបើសិនជាខ្ញុំជាជននេះយើងដាក់ខ្លួនយើងទៅលើជនណាដែលយើងគេ idolizing គាត់តើគាត់នឹងធ្វើអីតើអាហ្នឹងបើសិនជាយើងអត់មាន access ទៅនឹងអ្នកដែលជួយយើងតែបើល្អជាងហ្នឹងទៀតគឺយើងស្វែងរកជំនួយចាអញ្ចឹងដូចជាសំណួរត្រឡប់មកវិញគឺលើស្ត្រីចាហើយនឹងយុវនារីយើងតើធ្វើម៉េចដើម្បី set up business បានទីមួយគឺយើង build គេហៅភាពក្លាហានចាយើង build confidence តាមរយៈអីsometimes you fake it till you make it you know បង្កើតភាពក្លាហានយើងដាក់ចិត្តមុតថាយើងចង់ធ្វើយើងធ្វើបានចាហើយយើងមានឧបសគ្គយើងស្វែងរកជំនួយ there's nothing wrong with asking for help ចានេះជាចំណុចសំខាន់មួយដែលគាត់ត្រូវដឹងចា ego មនុស្សគ្រប់គ្នាមាន ego តូចឬក៏ធំតែពេលដែលយើងជា business owner ego របស់យើងកាន់តែទូចទៅហើយគឺយើងត្រូវចេះរៀន get help ចេះស្វែងរកជំនួយត្រូវតែរៀនទទួលស្គាល់ថាយើងអត់ចេះគ្រប់10ទេត្រូវតែរៀន delegate work ត្រូវតែ admit ថាយើងអត់ចេះ 100% ទេយើងត្រូវការជំនួយយើងត្រូវការអតីតដើម្បីធ្វើការជាមួយយើងអានេះគេហៅ team work ចាព្រោះក្រុមហ៊ុនមួយមិនមែន a single person ទេដែលធ្វើឲ្យដំណើរការបានគឺ team work ទាំងអស់ចាហ្នឹងហើយអរគុណបងមែនតើដូចថ្ងៃហ្នឹងខ្ញុំស្ដាប់ក្នុងនាមជាស្ត្រីហើយចង់ធ្វើរឿងអីមួយចំនួនដែរប៉ុន្តែនៅមានភាពភ័យខ្លាចប៉ុន្តែពេលស្ដាប់បងមកអាចថាមាន inspire មួយថាត្រូវខំត្រូវ start នៅចំណុចណាអញ្ចឹងចុងក្រោយបងមក clear ចង់ដឹងថាបើសិនជាមានជា message កាន់មក clear ហ្មងសម្រាប់ស្ត្រីតែបងមានពីអីទៅកាន់គាត់ដែរមក clear មក clear ហ្នឹងទៅកាន់ស្ត្រីគ្រប់រូបហ្នឹងស្ត្រីគ្រប់រូបមកបងពាក្យមួយ clear សម្រាប់ស្ត្រី from a woman to other women is love yourself more ចាគឺស្រឡាញ់ខ្លួនឲ្យកាន់តែច្រើនហើយស្រឡាញ់ខ្លួនឲ្យកាន់តែច្រើនមកសុំបញ្យលមក clear ប៉ុន្តែសុំបញ្យលចាតែបានបងទី1ស្រឡាញ់ខ្លួនឲ្យកាន់តែច្រើនហ្នឹងគឺតាំងពីសុខភាពផ្លូវកាយនិងផ្លូវចិត្តចាស្រឡាញ់ខ្លួនកាន់តែច្រើនមិនមែនមានន័យថាយើងត្រូវតែ make up too much ឬក៏ put so much jewelry to make look good no គឺស្អាតខាងក្នុងចាទាំងរាងកាយទាំងសុខភាពទាំងផ្លូវចិត្តរបស់យើងស្រឡាញ់ខ្លួនយើងមានន័យថាយើង just stay away from things that disturbs you things that don't serve you anymore ចាអាហ្នឹងហើយគឺជាសារសំខាន់ដែលបងចង់ផ្ដល់ទៅកាន់យុវនារីឬក៏ស្ត្រីចាតែស្ដាប់ឬក៏មើល podcast នេះអរគុណបងមែនតើសម្រាប់ការចែករំលែកមានរឿងរ៉ាវជាច្រើនខ្ញុំមកអង្គុយស្ដាប់ខ្ញុំរៀនបានពីបងច្រើនហើយខ្ញុំគិតថាទស្សនិកជនឬក៏អ្នកដែលឃើញវីដេអូហ្នឹងមិនថាស្រីមិនថាប្រុសក៏គាត់បានរៀនច្រើនទាំងការធ្វើអាជីវកម្មការរៀបចំខ្លួនទៅលើវិស័យdigital ហើយនឹង AI ដែលចូលមកអីផ្សេងអញ្ចឹងណាអរគុណច្រើនបងមែនតើអរគុណចាអូខេជួបគ្នានៅក្នុងសប្តាហ៍ក្រោយឬក៏ EP ក្រោយទៀតចាអរគុណ